សួស្តីបងប្អូនញាតិឆ្ងាយទាំងអស់គ្នាថ្ងៃនេះសូមចេញវីដេអូប្រាប់ពីរបៀបទិញហ្គេមនៅក្នុងតាប៉ៅមែនតើទៅក្នុងតាប៉ៅយើងធ្លាប់តែទិញតែអវ៉ាន់មកវិចិត្រដូចជាកៅអៅបៃជើងស្អីយ៉ាងទេតែក្នុងតាប៉ៅហ្នឹងក៏យើងអាចទិញaccount ហ្គេមក៏បានឬក៏ទិញ D ហ្គេមយកមកលេងក៏បានតែបើទិញ D ហ្គេមយកមកលេងក៏លោកចាំវាយូរហើយណាមួយវាហ្នឹងដែររៀងយូរហើយថ្លៃអាចថ្លៃជាងនៅគឺលក់នៅខ្មែរបន្តទៀតតែបើយើងទិញជាលក្ខណៈ account អាហ្នឹងវាលឿនទិញភ្លាមលេងបានភ្លាមគ្រាន់ថាវាយ៉ាប់មកមុខគឺតែយើងទិញហើយយើងមិនអាចយក account ហ្នឹងទៅលក់ឲ្យអ្នកផ្សេងបានទេមានយ៉ាតថោហ្នឹងក្រៅពីហ្នឹងគឺដូចជាអត់មានអីទេយើងអាចលេងបានធម្មតាស្រួលបួដូចជាស្ដែងខ្ញុំលេងហ្គេមAssassin Shadow នេះលេងដូចជាដល់ level 15អី account ដូចជាអត់ទាន់មានបញ្ហាអីទេគឺអាចលេងបានអស់ហើយមែនថងនេះទេខ្ញុំអាចលេងលើ account personal របស់ខ្ញុំបន្តខ្លួនបានទៀត